ស្ដីទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹងเกม Minecraft ខ្ញុំគ្រីរ៉ាមកលេង Minecraft Survival ដែលមានកំភ្លើងជាអាប់ស៊ូនទី2ថាវាអាប់ស៊ូនទី1ដែលយើងបានផលិតរបស់ miner ដែលអាច mine របស់បានគ្រប់យ៉ាងគឺថា mine បានធំមែនទេអ្នកនរគ្នាគេឥឡូវយើងធ្វើការកាប់ដើមឈើដើម្បីយកឈើទុកប្រើប្រាស់បន្ទាប់មកយើងធ្វើការតុំម៉ាញយកដែកយកខូភើដើម្បីទៅធ្វើកំភ្លើងនេះយើង teleport ទៅកន្លែងទូកអីវ៉ាន់យើងសិនតែនៅក្រោមដៃយើងធ្វើទូកអូថ្មពេញឆេះអស់លីងយើងធ្វើឆេះមួយទៀតមកដើម្បីដាក់ថ្មឲ្យបានច្រើនអ្នកទាំងអស់គ្នាមើលដល់កន្លែងនេះហើយកុំភ្លេចចុច like ចុច subscribe ឲ្យខ្ញុំនេះមួយផងអូខេឥឡូវនេះយើងពុំដាក់ថ្មយើងទុកឲ្យ inventory យើងស្លាស់ល្អសិនយើងដាក់ furnace ដើម្បីដុត iron ដុតសាច់ទុកធ្វើកំភ្លើងហើយបន្ទាប់មកចាំយើងទៅម៉ាញយកដែករោគរ៉េដើម្បីមកធ្វើរបស់របរប្រើប្រាស់អូខេឥឡូវយើង teleport ទៅខាងលើវិញឥឡូវខ្ញុំបានបញ្ចូលម៉ូដមួយទៀតគឺម៉ូដ Night Vision ដើម្បីងាយស្រួលក្នុងការម៉ាញក្នុង Cave អូខេពេលនេះយើងបានឃើញឡាងមួយតែយើងត្រូវជីកដែកជីកស៊ូងជីកយកមកធ្វើរបស់ការពារខ្លួនដែកច្រើនមែនទេអ្នកទាំងអស់គ្នាយើងបានយកប្រដាប់ miner យើងមកម៉ាញរបស់របរម៉ាញបែកធំមែនទេស៊ុំប៊ីពិតជាច្រើនមកដល់របស់ការពារខ្លួនដល់ស៊ុំប៊ីច្រើនមែនទេអ្នកគ្នាយើងធ្វើការឡើងទៅលើវិញយើងដាក់ឈាមស៊ីសាច់ស៊ីអីឲ្យឡើងឈាមពេញចាំតការវៃសុំពីទៅពាក់អាមកវិញជួយបើហែមងាប់ទៅវិញនេះទៅហើយអូខេអ្នកទាំងអស់គ្នាខ្ញុំបានឃើញដែកទៀតហើយយើងម៉ាញយកទៅធ្វើកំភ្លើងប្រើប្រាស់ទុកការពារខ្លួនអ្នកទាំងអស់គ្នាខ្ញុំធ្វើការម៉ាញយករបស់បានច្រើនចាំជួបគ្នាវិញពេលបាន iron ច្រើនអូខេអ្នកទាំងអស់គ្នាពេលនេះខ្ញុំបានម៉ាញរោ iron បានប្រហែល 2-3 stake ដែរអ្នកទាំងអស់គ្នាពេលនេះយើងដាក់ដុត iron ដាក់ដុត copper ដើម្បីធ្វើកំភ្លើងទុកបាញ់អ្នកទាំងអស់គ្នាមានបាញ់អ្នកទាំងអស់គ្នាទេបាញ់ការពារខ្លួនបាញ់ស៊ុំប៊ីបាញ់អីទៅណាយើងទុករបស់របរខ្លះមកយើងធ្វើការដុតដេកមកអ្នកទាំងអស់គ្នាខ្ញុំត្រូវការហូបសាច់សិនពេលនេះពេលដេករបស់យើងពិតជាច្រើនមែនទែនតែអត់អីដុតយើងធ្វើ furnace ឲ្យកាន់តែច្រើនទៅមកដើម្បីដុតដែកឲ្យកាន់តែលឿនដើម្បីយកដែកធ្វើកំភ្លើងអូខេពេលនេះយើងបានដែករៀងច្រើនដែរយើងធ្វើគ្រឿងសម្រាប់ធ្វើកំភ្លើងមួយមកអ្នកនរគ្នាពេលយើងធ្វើក្នុងកំភ្លើងទុកធ្វើកំភ្លើង farmers ទុកបាញ់ស៊ុំប៊ី
ពេលនេះយើងធ្វើក៏បានធ្វើមួយបាទអស់គ្នាតែអត់មានគ្រាប់ទេយើងត្រូវការធ្វើគ្រាប់បន្តទៀតធ្វើគ្រាប់គឺយើងត្រូវការគោលកាន់ powder និង copper ឥឡូវនេះខ្ញុំកំពុងទៅរកកាន់ powder និងគោលមកធ្វើទៅអ្នកនេះខ្ញុំបានដើរវាយស៊ុំពីដើររកគោលបានរៀងច្រើនបើដែរអ្នកគ្នាខ្ញុំបានយកមកធ្វើគ្រាប់បំភ្លើងដើម្បីបាញ់ស៊ុំពីលេងទៅណាការពារខ្លួនហើយយើងយកគោលយកកាន់ powder មកធ្វើគ្រាប់បំភ្លើងយើងត្រូវការកតិចដែកកតិចអីទៀតយើងមកធ្វើត្រូវការកតិចដែកខ្ញុំមានច្រើនដែរខ្ញុំបានពំបែកគ្រាប់ដែកបែកតិចធ្វើជាដែកមកយើងកាត់គ្រាប់បំភ្លើងយើងធ្វើគ្រាប់ជាបងធំមកយើងអត់ទាន់គ្រប់ទេអ្នកគ្នាត្រូវការមកបងទៀតគ្រាប់បំភ្លើងត្រូវការដែក2ដុំខ្ញុំដុតបានច្រើនដែរបានធ្វើយកដែកមកយើងធ្វើគ្រាប់បំភ្លើងបានមួយបងហើយអ្នកគ្នាពេលនេះបានគ្រាប់បំភ្លើងមួយបងហើយយើងធ្វើការយកបងភ្លើងមកដាក់គ្រាប់ទុកបាញ់ស៊ុំប៊ីយើងបានគ្រាប់បំភ្លើងហើយអស់យើងដាក់គ្រាប់មកពីលឿនមែនទេបានប្រមាណមកដើមទុកបាញ់ស៊ុំប៊ីពេលនេះយើងធ្វើការ teleport ទៅខាងលើដើម្បីរកស៊ុំប៊ីបាញ់លេងនេះខ្ញុំ teleport បានមកលើទៅនៅក្នុងឡានដែលចេញបន្តិចទៀតក៏ទៅខាងក្រៅហើយអ្នកនរគ្នាបើមីយកកាន់តឡដែលទៅបាញ់លេងអូមីយកមែនអ្នកនរគ្នាកាន់ហ្វាប់មកមួយអូមិនឃើញវិញឃើញមីមកសាក់បាញ់ទៅមើលលេងមែនទេអស់ក្របទៅបាត់អស់លឿនមែនគេអ្នកនរគ្នាក្នុងអាប់ស៊ុនទី2នេះខ្ញុំមាន